កំពុងមានអារម្មណ៍ទុច្ចចិត្តដែលខ្លួនឯងកើតមកមានជីវភាពខ្វះខាតក្រលំបាកចង់ទិញរបស់ល្អឲ្យខ្លួនឯងទិញរបស់ល្អឲ្យមនុស្សដែលខ្លួនឯងស្រឡាញ់ឬក៏ម៉ែឪហ្នឹងក៏អត់អាចទិញបានជួនកាលលួចមើលជីវិតអ្នកដទៃថាមិនបានគេល្អមែនណោះហើយពិភពលោកមិនក៏អយុត្តិធម៌សម្រាប់យើងម៉េះមិនបានគេកើតមកជាកូនអ្នកមានហើយខ្លួនឯងកើតមកជាកូនអ្នកក្រវិញស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ podcast មករួមផ្លូវក្នុងអេពីសូតនេះចង់និយាយថាប្រធានបទរបស់យើងគឺហេតុអីបើខ្ញុំកើតមកជាកូនអ្នកក្រឬក៏មិនបើខ្ញុំកើតមកក្រអញ្ចឹងការកើតមកក្រវាមិនមែនជាភាគបញ្ចប់នៃជីវិតរបស់យើងទេបងប្អូនមនុស្សយើងអត់អាចជ្រើសរើសកន្លែងកំណើតឬក៏ទីដែលយើងចាប់កំណើតបានទេថាយើងគួរតែកើតនៅក្នុងកូនអ្នកមានឬក៏កើតនៅក្នុងកូនអ្នកក្រវាមិនមែនដូចក្នុងរឿងដែលឲ្យយើងជ្រើសរើសកន្លែងកើតបានទេជីវិតពិតគឺវាអត់អាចអញ្ចឹងទេប៉ុន្តែអ្វីត្បិតតែយើងអត់អាចជ្រើសរើសកន្លែងកំណើតរបស់យើងដែលយើងអាចកើតបានប៉ុន្តែនៅពេលដែលយើងមានជីវិតហើយពេលដែលយើងរស់ហើយក្លាយទៅជាមនុស្សធំពេញវ័យហើយនៅពេលហ្នឹងឯងដែលយើងអាចជ្រើសរើសឲ្យជីវិតរបស់យើងធ្វើជាអ្នកក្រដដែលឬក៏ទៅជាអ្នកដែលមានជីវភាពធូរធារវិញខ្ញុំធ្លាប់ឮប្រយោគចាក់ដោតដល់បេះដូងខ្ញុំមួយដែលគេនិយាយថាកើតមកក្រមិនមែនជាកំហុសទេតែបើស្លាប់ទៅវិញហើយអ្នកឯងនៅតែក្រអាហ្នឹងទៅជាកំហុសប្រយោគនេះគឺខ្ញុំមហាសែនពេញចិត្តខ្លាំងមែនតើបងប្អូនពីព្រោះវាបានឲ្យតម្លៃថាភាពក្រមិនមែនតំណាងថាយើងកើតមកក្រហើយយើងនៅតែក្រទេភាពក្រគឺមិនបានតំណាងថាជីវិតយើងត្រូវតែខ្វះខាតរហូតពេញមួយជីវិតទេអញ្ចឹងកើតមកក្រវាមិនមែនជាកំហុសហ្នឹងគឺប្រយោគហ្នឹងគេនិយាយត្រូវហើយតែសំខាន់នៅពេលដែលយើងកើតមកហើយយើងពេញវ័យហើយបើយើងនៅតែមិនព្រមព្យាយាមមិនព្រមផ្លាស់ប្ដូរមិនខិតខំមិនរៀនមិនប្រឹងហើយអង្គុយតែសោកស្ដាយមិនបានអត់ព្រមកើតមកជាកូនអ្នកមានហ្នឹងអាហ្នឹងហើយគឺជាកំហុសហើយពីព្រោះយើងអត់ព្រមផ្លាស់ប្ដូរយើងអង្គុយតែបន្ទោសវាសនាហើយភាពក្រីក្រវាមិនមែនជាអត្តសញ្ញាណកំណត់ថាជីវិតយើងត្រូវតែក្រពេញមួយជីវិតទេវាគ្រាន់តែជាការវាស់បណ្ដោះអាសន្នមួយថាឥឡូវហ្នឹងយើងកើតមកក្នុងជីវភាពដែលក្រីក្រហើយអញ្ចឹងយើងកុំទៅបន្ទោសម៉ែឪបន្ទោសមេឃដីបន្ទោសព្រេងវាសនាបន្ទោសទេវតាហើយបន្ទោសថាមិនបានខ្លួនឯងគ្មានសំណាងនិយាយទៅគឺកុំទៅអង្គុយចាំតែបន្ទោសអ្វីគ្រប់យ៉ាងដែលកើតឡើងនៅក្នុងជីវិតណាពីព្រោះការបន្ទោសហ្នឹងគឺវាអត់មានជួយឲ្យជីវិតយើងល្អប្រសើរអីទេបើយើងចំណាយពេល10ឆ្នាំអង្គុយតែបន្ទោសអាពីការចាប់កំណើតរបស់យើងហ្នឹងណាយើងនឹងស្ថិតតែនៅកន្លែងដដែលហ្នឹងមានន័យថាតើកើតមកក្រគឺក្រចឹងដដែលហើយតែបើយើងចំណាយពេល10ឆ្នាំហ្នឹងខំប្រឹងប្រែងខំរៀនសូត្រអត់ធ្មត់ធ្វើការចេះចាប់យកឱកាសដែលមាននៅក្នុងជីវិតណានោះជីវភាពរបស់យើងវានឹងផ្លាស់ប្ដូរវានឹងអាចមានពន្លឺថ្មីមួយជ្រៀតចូលមកក្នុងជីវិតយើងទោះបីជាយើងមិនអាចក្លាយទៅជាអ្នកមានទាំងស្រុងឬក៏ក្លាយជាសេដ្ឋីដូចគេក៏ដោយតែជីវិតយើងនឹងឃើញថាវាមានពន្លឺត្រចះត្រចង់ជាងមុនប្រសិនជាយើងមិនខ្ជិលមនុស្សយើងគឺគេបែងចែកថាមានពីរប្រភេទតាមដែលខ្ញុំអានសភៅជួបហើយតាមដែលខ្ញុំមើលនៅក្នុងសង្គមរបស់យើងដូចគ្នាប្រភេទទី1គេហៅថាមនុស្សប្រភេទអ្នកមានមនុស្សប្រភេទគំនិតអ្នកមានចាខ្ញុំភ្លេចគំនិតប្រភេទទី2គឺប្រភេទមនុស្សគំនិតអ្នកក្រអញ្ចឹងមនុស្សវាមានពីរប្រភេទហ្នឹងគំនិតអ្នកមាននិងគំនិតអ្នកក្រកន្លែងហ្នឹងអត់ចង់និយាយទៅលើទ្រព្យសម្បត្តិដែលយើងមានទេណាអត់ចង់សំដៅទៅលើលុយកាក់មាសប្រាក់ដែលយើងមានទេគេចង់និយាយអំពីគំនិតនិងផ្នត់គំនិតរបស់មនុស្សពីរប្រភេទហ្នឹងថាតើផ្នត់គំនិតជាអ្នកមានមិនផ្នត់គំនិតជាអ្នកក្រមិនគឺសំដៅលើផ្នត់គំនិតការគិតរបស់យើងណាការរស់នៅរបស់យើងមិនសំដៅលើទ្រព្យសម្បត្តិទេខ្ញុំបញ្ជាក់កន្លែងនេះមនុស្សប្រភេទទី1គឺប្រភេទមនុស្សគំនិតអ្នកក្រហ្នឹងគឺអញ្ចេះតែងតែចូលចិត្តដោះសារ
ចូលចិត្តរកលេសការពីអាភាពខ្ជិលច្រអូសរបស់ខ្លួនឯងហ្នឹងតែងតែកិច្ចវេះណាហើយលើកហេតុផលយកមកដាក់បាំងមុខដើម្បីបន្តភាពខ្ជិលរបស់ខ្លួនឯងនឹងបានហើយចូលចិត្តបន្ទោសអ្នកដទៃខ្លាចមែនតែននោះគឺខ្លាចការបរាជ័យនៅពេលដែលចង់ធ្វើអីមួយចង់បានលទ្ធផលភ្លាមឆាប់នៅនឹងមុខហើយតែងតែចូលចិត្តចំណាយលុយខ្ជះខ្ជាយទៅលើរបស់ឥតប្រយោជន៍ដើម្បីបង្អួតអ្នកដទៃឲ្យគេមើលមកថាខ្លួនឯងនឹងលយអញ្ចឹងគឺចាយវាយទៅលើរឿងដែលអត់ប្រយោជន៍ដើម្បីតែសម្ញែងទៅកាន់អ្នកដទៃឯងហើយតែងតែមានគំនិតច្រណែនជាមួយនឹងអ្នកដែលជោគជ័យឬក៏អ្នកដែលគេពូកែឬក៏ល្អជាងខ្លួនហើយនឹងមានគំនិតឈ្នានេះនិយាយដើមគេទៀតហើយធ្វើការចេះតែពីធ្វើការតែអត់ចេះបង្កើតលុយអត់ចេះឲ្យការងារទាំងអស់ហ្នឹងយកទៅបង្កើតលុយផ្សេងឯងលុយដែលបានមកគឺដឹងតែចាយអត់ប្រយោជន៍ហើយអត់ឲ្យវានឹងចេញទៅបង្កើតលុយផ្សេងមកទៀតទេអាហ្នឹងគឺគេរាប់បញ្ចូលថាជាមនុស្សដែលស្ថិតនៅក្នុងប្រភេទគំនិតអ្នកក្រចំណែកមនុស្សដែលស្ថិតនៅក្នុងប្រភេទគំនិតអ្នកមានវិញវាស់ទៅលើគំនិតមិនវាស់លើទ្រព្យទេណាគឺមនុស្សដែលស្ថិតនៅក្នុងប្រភេទគំនិតអ្នកមានគឺគេអត់ចូលចិត្តដោះស្រាយបើគេខ្ជិលគេនិយាយថាគេខ្ជិលបើគេអន់គេថាគេអន់គេអត់រលេះមកដោះសារឲ្យភាពទាំងអស់នឹងឲ្យខ្លួនគេឯងដើម្បីគេដឹងថាបើគេខ្ជិលឲ្យដឹងខ្ជិលអន់ឲ្យដឹងអន់ដើម្បីគេរកវិធីកែប្រែខ្លួនគេឡើងវិញពីចំណុចអត់ល្អទាំងអស់ហ្នឹងហើយគេអត់ងាយខ្លាចនៅក្នុងការបរាជ័យទេពីព្រោះគេតែងតែចាត់ទុកថាការបរាជ័យវាគឺជាមេរៀនបង្រៀនជីវិតរបស់គេឲ្យទៅរកភាពជោគជ័យឲ្យឆ្លាតជាងមុនហើយមនុស្សជោគជ័យគេមានភាពអត់ធ្មត់នៅក្នុងការសាងសង់អនាគតរបស់គេតែងតែរៀនតែងតែមើលចំណេះដឹងថ្មីជាពិសេសគេតែងតែលួចចំណេះនិងចាប់យកចំណេះរបស់អ្នកដែលជោគជ័យយកមកអភិវឌ្ឍខ្លួនឯងគេអត់មានការចំណែនឬក៏មើលងាយអ្នកដែលជោគជ័យទេគឺគេមានតែស្ងើចសរសើរហើយនឹងលួចយកចំណុចល្អរបស់អ្នកជោគជ័យហ្នឹងមកពង្រឹងសមត្ថភាពរបស់គេវិញគេចូលចិត្តយកលុយទៅវិនិយោគយកលុយទៅរកស៊ីឬក៏យកលុយទៅបង្កើតលុយឲ្យលុយហ្នឹងវាបង្កើតលុយមកឲ្យយើងវិញតាមរយៈដូចជាការរៀនការទិញវគ្គសិក្សាចំណេះដឹងថ្មីឬក៏ទិញឧបករណ៍រកស៊ីសម្ភារៈធ្វើការណាដែលរបស់ទាំងអស់ហ្នឹងអាចបង្កើតលុយឲ្យគេវិញហើយគេចូលចិត្តប្រើលុយទាំងអស់ហ្នឹងឲ្យវាមានប្រយោជន៍ដោយអត់យកលុយហ្នឹងទៅទិញអ្វីដែលបង្អួតអ្នកដទៃឲ្យអ្នកដទៃគិតថាខ្លួនឯងមានទ្រព្យសម្បត្តិទេហើយមួយទៀតអ្នកដែលជោគជ័យសុំទោសអ្នកដែលមានគំនិតជាអ្នកមានណាគេតែងតែមើលឃើញឧបសគ្គហើយនឹងបញ្ហាហ្នឹងគឺជាឱកាសនៅក្នុងជីវិតមកដល់កន្លែងនេះខ្ញុំចង់លើកឧទាហរណ៍រឿងមួយដែលគេបានបង្រៀនឲ្យយើងដឹងថាយើងអាចជ្រើសរើសធ្វើជាមនុស្សគំនិតអ្នកក្រឬក៏គំនិតអ្នកមានតាមរយៈរឿងនិទានមួយនេះរឿងនិទានមួយហ្នឹងគឺនិយាយពីបុគ្គលិកក្រុមហ៊ុនលក់ស្បែកជើង2នាក់គាត់ធ្វើការនៅក្នុងក្រុមហ៊ុនដូចគ្នាតំណែងនិងតួនាទីដូចគ្នាហើយឋានៈគ្រួសាររបស់គាត់គឺដូចគ្នាមធ្យមមិនជាក្រលហេមលហាមទេតែក៏មិនមែនជាអ្នកមានដែរអញ្ចឹងធ្វើការកន្លែងជាមួយគ្នាតំណែងដូចគ្នាតួនាទីដូចគ្នាឋានៈគ្រួសារនៅខាងក្រៅដូចគ្នាតែអ្វីដែលខុសគ្នាគឺផ្នត់គំនិតរបស់គាត់តើផ្នត់គំនិតរបស់ពួកគាត់ទាំងពីរអ្នកហ្នឹងខុសគ្នាមិនខ្ញុំសូមដាក់ឲ្យថាបុគ្គលកជាមួយនឹងបុគ្គលខណាបុគ្គលិកកនិងបុគ្គលិកខចាថ្ងៃមួយថកែបានហៅបុគ្គលិកកនិងបុគ្គលិកខហ្នឹងចូលទៅក្នុងបន្ទប់ office គាត់ការិយាល័យគាត់ចឹងទៅហើយបាននិយាយប្រាប់ថាចេះគាត់ទៅបានទទួលបានដំណឹងព័ត៌មានមួយថានៅលើកោះដាច់ស្រយាលមួយហ្នឹងគឺមានមនុស្សរស់នៅច្រើនប៉ុន្តែនៅលើកោះហ្នឹងគឺអត់មានស្បែកជើងលក់ហើយមនុស្សអត់ចេះពាក់ស្បែកជើងទេដើរស្បែកជើងទៅទេស្របពេលហ្នឹងតកែក៏និយាយថាយើងជាក្រុមហ៊ុនលក់ស្បែកជើងអញ្ចឹងខ្ញុំនឹងបញ្ជូនបុគ្គលិកទាំងពីរនាក់ឯងហ្នឹងកនិងខហ្នឹងទៅលើកោះហ្នឹងដើម្បីធ្វើការលក់ស្បែកជើងឲ្យក្រុមហ៊ុនរបស់យើងហើយបើសិនជាបុគ្គលិកម្នាក់ណាដែលអាចលក់បានស្បែកជើងគ្រប់ចំនួនកំណត់ឬក៏គ្រប់ target ដែលក្រុមហ៊ុនដាក់ឲ្យគាត់នឹងផ្ដល់ប្រាក់លើកទឹកចិត្តជាច្រើនសម្រាប់បុគ្គលិកមួយហ្នឹងនឹងដំឡើងតំណែងទៅជាប្រធានផ្នែកទៀត
អញ្ចឹងនៅពេលដែលបុគ្គលិកកនិងខគាត់បានលើដំណឹងហ្នឹងហើយគាត់ពិតជាសប្បាយចិត្តខ្លាំងមែនតើពីព្រោះគាត់ដឹងថាគាត់នឹងឈានទៅរកឱកាសថ្មីមួយទៀតបានទាំងតំណែងបានទាំងលុយហើយនឹងកិត្តិយសដែលក្រុមហ៊ុនផ្ដល់ឲ្យមកទៀតគឺជាអ្វីដែលបុគ្គលិកគ្រប់គ្នាតែងតែចង់បានអញ្ចឹងគាត់សប្បាយចិត្តណាទាំងពីរនាក់ហ្នឹងហើយបន្ទាប់មកថ្ងៃស្អែកឡើងក្រុមហ៊ុនក៏បានបញ្ជូនអ្នកទាំងពីរហ្នឹងទៅមែនប៉ុន្តែគេអត់ទាន់បញ្ជូនស្បែកជើងទេគេបញ្ជូនអ្នកទាំងពីរហ្នឹងឲ្យទៅសិក្សាស្វែងយល់ហើយនឹងមកប្រាប់គេវិញថានឹងលក់បានឬក៏មិនបានស្បែកជើងគេទៅដាក់លើកោះហ្នឹងណាពីព្រោះគេអត់ទាន់ចង់ចំណាយច្រើនទេគេចង់ចំណាយតែបុគ្គលិក2នាក់ទៅសិនបុគ្គលិកទាំងពីរក៏ចេញដំណើរទៅដូចគ្នាជិះទូកតែមួយជាមួយគ្នាហើយក៏ទៅដល់កោះនៅពេលដំណើរគ្នាតែអ្វីដែលមិនដូចគ្នាគឺបុគ្គលិកទាំងពីរគេបានសម្រេចចិត្តថាយើងគួរតែបំបែកផ្លូវគ្នាទៅស្វែងរកអ្នកដែលរស់នៅលើកោះហ្នឹងដើម្បីដឹងពីជីវភាពហើយស៊ើបសួរព័ត៌មានចឹងទៅចូលមកបុគ្គលិកគាត់បានដើរទៅមើលនៅលើកោះហ្នឹងឯងគាត់ឃើញមនុស្សទាំងអស់ហ្នឹងគឺល្ងងខ្លាំងមែនតើគាត់និយាយថាមនុស្សទាំងអស់ហ្នឹងល្ងងខ្លាំងណាអត់ចេះពាក់ស្បែកជើងឯងហើយគាត់ក៏ទៅសួរមនុស្សជាច្រើននៅលើកោះហ្នឹងថាស្គាល់ស្បែកជើងជាអ្វីទេហើយដឹងថាស្បែកជើងហ្នឹងមួយតម្លៃប៉ុន្មានទេហើយមនុស្សជាច្រើននៅលើកោះហ្នឹងប្រាប់បុគ្គលកហ្នឹងវិញថាគាត់ដែលស្គាល់បែកជើងឯងពួកគាត់ដឹងថាហ្នឹងអីគេផងហើយទិញយកមកធ្វើអីអត់ប្រយោជន៍ហើយគ្មានបានការអីទេគេអត់ចង់ចំណាយលុយទេចឹងគេក៏អត់ដឹងថារបស់ហ្នឹងមួយម៉ានដែរហើយអ្នកឯងក៏មកញញៃមួយខ្ញុំទៀតអ្នកឯងចេញព្រោះខ្ញុំអត់ដឹងថាអ្នកឯងចង់និយាយពីអីទេចឹងបុគ្គលកហ្នឹងគឺគាត់ដឹងដំណឹងមកបែបប៉ុណ្ណឹងចំណែកឯបុគ្គលខវិញគាត់ចាប់ផ្ដើមទៅសួរអ្នកផ្សេងដូចគ្នាហើយគាត់ក៏បានទៅសួរអ្នកផ្សេងថាតើអ្នកទាំងអស់គ្នាដើរទៅកន្លែងធ្វើការរកស៊ីធ្វើបន្លែបកាអីទាំងអស់ហ្នឹងដើរទៅដោយរបៀបណាដើរទៅដោយជើងទទេមែនហើយក៏គេប្រាប់ថាហ្នឹងហើយគេដើរទៅតាមធម្មតាអញ្ចឹងពេលហ្នឹងបុគ្គលខហ្នឹងក៏និយាយថាខ្ញុំមានរបស់ល្អមួយដែលគេបានផ្ដល់មកកាន់ខ្ញុំហើយក៏បានដកស្បែកជើងចេញពីកតារបស់គាត់ហើយគាត់ក៏ប្រាប់ថាចាំមើលខ្ញុំនឹងពាក់របស់នេះហើយរបស់នេះនឹងជួយការពារខ្ញុំពីបន្លាឬក៏គ្រោះឬក៏របស់មុតផ្សេងមិនឲ្យវាប៉ះមកកាន់ជើងរបស់ខ្ញុំទេពេលហ្នឹងបុរសហ្នឹងក៏គាត់ទាញស្បែកជើងគាត់មកគូរបស់ក្រុមហ៊ុនចេញមកពីកតារបស់គាត់ហ្នឹងហើយគាត់ក៏ពាក់នៅលើជើងគាត់ជើងមួយពាក់បែកជើងជើងមួយអត់ពាក់បែកជើងទេហើយគាត់ក៏យកអាជើងដែលពាក់ស្បែកជើងហ្នឹងទៅជន់លើបន្លាឬក៏គ្របថ្មគ្របគ្រោះទុយអីចឹងទៅហើយដើរទៅដោយស្រួលចឹងណាតើពេលជើងមួយទៀតគាត់យកជើងហ្នឹងទៅជន់លើអារបស់ផ្សេងហ្នឹងដូចគ្នាហើយដើរទៅទាំងរដេបរដប់ហើយមានឈាមមានអីខ្លះហើយសគាឈឺជើងអីចឹងទៅពេលហ្នឹងអ្នកភូមិនៅលើកោះហ្នឹងគ្រាន់តែឃើញអញ្ចឹងគេក៏សួរគាត់ថាតើអាហ្នឹងគឺជារបស់ល្អឬក៏វត្ថុទិព្វណាគេឲ្យអ្នកឯងមែនមិនបានវាជួយជើងអ្នកឯងអត់ឲ្យមុតថ្មមុតគ្រោះការពារបន្លាអីចឹងណាពេលហ្នឹងក៏គាត់ប្រាប់ថាហ្នឹងគេហៅថាស្បែកជើងបើសិនជាពួកគាត់ទាំងអស់គ្នាហ្នឹងមានម្នាក់មកគូទាំងអស់គ្នាពួកគាត់នឹងងាយស្រួលនៅក្នុងការធ្វើដំណើរហើយវាជួយការពារជើងពួកគាត់អត់ឲ្យឈឺអត់ឲ្យអីចឹងទៅពេលហ្នឹងគឺអ្នកភូមិទាំងអស់ពេញចិត្តនៅអ្វីដែលបុគ្គលខនឹងបានរៀបរាប់ខ្លាំងមែនតើហើយក៏និយាយថាពួកគាត់សុទ្ធតែចង់បានអានឹងទាំងអស់គ្នារាប់ពាន់រាប់សែនអ្នកចឹងណាពេលដែលអញ្ចឹងហើយបុគ្គលខនឹងពិតជាសប្បាយចិត្តខ្លាំងណាស់ពីព្រោះគាត់ដឹងថាអូគាត់មើលឃើញឱកាសតាំងពីពេលដែលគាត់ឈានជើងចូលមកលើកោះហ្នឹងម៉េចហើយក៏ត្រឡប់ទៅវិញទាំងអស់គ្នាទៅប្រាប់តកែបើបុគ្គលិកកទៅប្រាប់តកែថាអ្នកនៅលើកោះហ្នឹងឈួតអត់ស្គាល់ស្បែកជើងហ្នឹងជាអីទេអត់ដឹងថារបស់ហ្នឹងជាអីហើយក៏មិនចង់បានដែរគេអត់ត្រូវការទេអញ្ចឹងគេគិតថាអ្នកកោះហ្នឹងគឺជាមនុស្សភ្លើអញ្ចឹងយើងមិនអាចយកស្បែកជើងរបស់យើងនេះទៅលក់នៅលើកោះហ្នឹងបានទេខណៈពេលដែលបុគ្គលខប្រាប់មេរបស់គាត់ដែរដូចគ្នាថានៅលើកោះហ្នឹងគឺជាសុទ្ធតែអតិថិជនរបស់យើងទាំងអស់ហើយជាអតិថិជនយូរអង្វែងទៀតដោយសារពួកគាត់ពុំធ្លាប់ស្គាល់ស្បែកជើងទេតែខ្ញុំបានប្រាប់ពីអត្ថប្រយោជន៍និងលើកឧទាហរណ៍ទៅពួកគាត់ក៏ជឿជាក់ហើយចង់បានស្បែកជើងរបស់យើងនឹងច្រើនខ្លាំងមែនតើហើយគាត់សុំឲ្យយើងនឹងយកស្បែកជើងយើងទៅលក់នៅលើកោះរបស់គាត់មានលុយច្រើនណាស់សម្រាប់ឲ្យយើងឲ្យតែយើងនឹង
ជួសស្បែកជើងទៅឲ្យពួកគាត់ហើយស្បែកជើងរាប់ពាន់រាប់សែនគូក៏ត្រូវបានដឹកទៅយកទៅលក់ឲ្យប្រជាជននៅលើកោះហ្នឹងនៅថ្ងៃបន្ទាប់ពេលហ្នឹងtarget ហើយនឹងចំនួនដែលគេត្រូវការក្រុមហ៊ុនដាក់ឲ្យបុគ្គលិកខហ្នឹងគឺគាត់អាចលក់លើសពីគេដាក់ឲ្យនឹងទៀតហើយអញ្ចឹងទៅបុគ្គលិកខក៏បានឡើងតំណែងជាប្រធានផ្នែកបានលុយច្រើនប្រាក់លើកទឹកចិត្តហើយនឹងការកោតសរសើរពីក្រុមហ៊ុននិងបង្ហាញថាបុគ្គលិកខគឺជាបុគ្គលិកគំរូគឺនេះវែងតិចតែខ្ញុំចង់ឲ្យបងប្អូនដឹងថារឿងនេះគេបង្ហាញឲ្យយើងដឹងថាការជួបស្ថានភាពដូចគ្នារបស់មនុស្សពីរនាក់ប៉ុន្តែមនុស្សម្នាក់គឺបុគ្គលិកខគឺគាត់មើលឃើញឧបសគ្គទាំងអស់ហ្នឹងជាឱកាសគាត់អត់ខ្វល់ថាប្រជាជនហ្នឹងអត់ចំណេះដឹងឬក៏អត់ស្គាល់ស្បែកជើងទេតែគាត់មើលឃើញថាវាជាឱកាសហើយគាត់ប្រើភាពឧទាហរណ៍ការនិយាយស្ដីការបញ្យល់ណែនាំទៅកាន់គេដោយមិនគ្រាន់តែបោះបង់មួយផ្លែតក្នុងពេលតែបន្តិចនឹងអញ្ចឹងបុគ្គលខក៏ទទួលបានអត្ថប្រយោជន៍និងភាពមានបានដោយសារតែការអត់បោះបង់ការប្រឹងប្រែងរបស់គាត់និងការអត់មើលងាយមនុស្សរបស់គាត់នឹងអញ្ចឹងបងប្អូនត្រូវដឹងថាអញ្ចេះពេជ្រគឺវាមានតម្លៃហើយវានឹងកាន់តែមានតម្លៃថ្លៃខ្លាំងទៀតបើយើងយកវាទៅច្នៃហើយអញ្ចឹងបងប្អូនដូចគ្នាយើងអាចជាពេជ្រដែលកំពុងតែកប់នៅក្នុងបាតភក់ក៏ថាបានប៉ុន្តែគង់មានថ្ងៃពេជ្រនឹងបញ្ចេញពន្លឺចែងចាំងរស្មីមកបានទេបើសិនជាយើងអត់បំភ្លេចតម្លៃរបស់ខ្លួនឯងអញ្ចឹងកុំគិតថាបើយើងកើតមកក្រហើយយើងនឹងបរាជ័យក្នុងជីវិតយើងនឹងចប់នៅត្រឹមហ្នឹងมันអាចខ្លាចជាអ្នកមានកុំគិតថាយើងគ្មានឱកាសឲ្យសោះកុំរវល់តែខ្ជិលកុំរវល់តែចំណែនគេកុំឆាប់បាក់ទឹកចិត្តនៅពេលដែលជួបបញ្ហាជីវិតណាវាអត់មានអីរលូនទេបងប្អូនកុំបោះបង់ជីវិតព្រោះតែការលំបាកនៅក្នុងពេលខ្លីរបស់យើងឲ្យសោះមេឃភ្លៀងវាគង់តែរាំងទេព្រះអាទិត្យវាលិចក៏គង់តែរះមកវិញដែរអញ្ចឹងដរាបណាព្រះអាទិត្យនៅតែរះយើងត្រូវតែប្រឹងតស៊ូឡើងយើងក៏នៅតែអាចកែប្រែជីវភាពខ្លួនឯងបានដូចគ្នាបើយើងនៅតែប្រឹងតស៊ូចាស់ក៏ថាក្រទ្របក៏ក្រចោះតែកុំឲ្យក្រចិត្តហើយក្រគំនិតអញ្ចឹងអាហ្នឹងគឺជារឿងសំខាន់ហើយបុគ្គលពីរនាក់ដែលខ្ញុំលើកឧទាហរណ៍មិញក៏បង្ហាញឲ្យបងប្អូនដែរថាម្នាក់គឺមានផ្នត់គំនិតជាអ្នកមានម្នាក់មានផ្នត់គំនិតជាអ្នកក្រអញ្ចឹងចាប់ពីថ្ងៃនេះតទៅឈប់សួរខ្លួនឯងទៀតថាហេតុអីបើខ្ញុំកើតមកក្រត្រូវបដូរសំណួរថ្មីសួរមកវិញថាតើខ្ញុំត្រូវធ្វើអ្វីដើម្បីឲ្យជីវិតខ្ញុំប្រសើរឡើងហើយកុំឲ្យកូនរបស់ខ្ញុំកើតមកជាអ្នកក្រទៀតដូច្នេះសូមកុំបាក់ទឹកចិត្តកុំបោះបង់កុំបន្ទោសវាសនាទៀតហើយត្រូវប្រឹងប្រែងទៅមុខអត់ធ្មត់ខំរៀនសូត្រខំតស៊ូទៅថ្ងៃណាមួយយើងនឹងមានជីវភាពប្រសើរជាងអ្វីដែលយើងជួបរាល់ថ្ងៃកុំរវល់នៅបន្ទោសគេឯងហើយកុំនៅតែមិនជឿខ្ញុំអាចខ្លាចជាអ្នកមានទេអ្នកឯងចេះថាកុំរវល់តែនៅបន្ទោសគេចឹងឲ្យតែប្រឹងទៅជីវភាពយើងប្រកាសជាគ្រាន់បើជាងនឹងហើយអញ្ចឹងនៅក្នុងអេពីសូតនេះចប់ហើយចាំជួបគ្នាមួយខ្ញុំនៅក្នុងអេពីសូតក្រោយបន្តទៀតអរគុណច្រើន